ក្តៅចែកជូនទៅដល់បងប្អូនប្រជាជនខ្មែរដែលគាត់រស់ស៊ីដឹកទំនិញឆ្លងកាត់ប្រទេសកម្ពុជាទៅវៀតណាមនាំចេញនាំចូលហ្នឹងហើយបងប្អូនគួរតែស្ដាប់ព័ត៌មាននេះជាប្រយោជន៍ដោយសារតែប្រទេសវៀតណាមមកដល់ថ្ងៃទី5 ខែ 2026 គឺបានចេញសេចក្តីប្រកាសលុបចោលជាបណ្ដោះអាសន្ននៅច្បាប់លេខ46ស្តីអំពីសុវត្ថិភាពចំណីអាហារត្រូវបានផ្អាកជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី15 ខែ 4 ឆ្នាំ 2026ពេលដែលច្បាប់លេខ46ស្តីពីរឹតបន្តឹងសុវត្ថិភាពត្រួតពិនិត្យចំណីអាហារនាំចេញនាំចូលហ្នឹងបងប្អូនគឺធ្វើឲ្យប៉ះពាល់ទៅដល់ឈ្មោះអ្នករស់ស៊ីតាមបណ្ដាព្រំដែនដូចជាវៀតណាមមួយចិនអញ្ចឹងទៅហើយខ្មែរយើងមួយខាងប្រទេសវៀតណាមអញ្ចឹងទៅដូចជាប្រហែលថ្ងៃមុននៅខាងប្រទេសកម្ពុជាយើងគឺឡានដំឡូងរាប់រយគ្រឿងបានជាប់គាំងដោយសារអីបងប្អូនដោយសារចេញច្បាប់លិខិតហ្នឹងកាលពីថ្ងៃទី26 ខែ 1 2026ហ្នឹងធ្វើឲ្យឡានដំឡូងនៅខាងប្រទេសកម្ពុជាយើងកកស្ទះដោយសារច្បាប់ហ្នឹងបងប្អូនហ្នឹងមិនហីរាល់ឡានចេញចូលគឺត្រូវត្រួតពិនិត្យមួយអាទិត្យទៅ10ថ្ងៃនាំតែចេញលទ្ធផលហើយអញ្ចឹងរាប់បន្លែផ្លែឈើស្រស់ដូចដំឡូងមីស្រស់អីហ្នឹងនាំតែមួយអាទិត្យទៅ10ថ្ងៃនាំតែពិនិត្យឲ្យមួយឡានមិនយឺតដល់យឺតអញ្ចឹងទៅធ្វើឲ្យឡានកកស្ទះហើយធ្វើឲ្យដំឡូងគឺខូចខាតនឹងសម្រាប់ប្រជាជនខាងកម្ពុជាយើងប្រហែលថ្ងៃមុនប៉ុន្តែត្រូវបានបើកឲ្យចូលវិញនៅថ្ងៃទី31 ខែ 1 2026ពាក្យមកមើលឈ្មោះខាងប្រទេសវៀតណាមប្រហែលថ្ងៃនេះគឺរិះគន់យ៉ាងចាស់ដៃហើយមានអារម្មណ៍ថាខឹងជាខ្លាំងតែម្ដងដោយសារច្បាប់នឹងចេញមកគឺថាចេញភ្លាមធ្វើភ្លាមអត់មានសកួរទុករយៈពេល3ទៅ4ខែសម្រាប់ប្រកាសណែនាំដល់ប្រជាជនអត់ទេគឺចេញភ្លាមធ្វើភ្លាមឲ្យឈ្មោះណាត្រៀមតន់ហើយចំពេលបុណ្យចូលឆ្នាំចិនប្រទេសវៀតណាមក៏ជាបុណ្យប្រពៃណីគេប្រទេសចិនក៏ជាបុណ្យប្រពៃណីគេអញ្ចឹងជាឱកាសដែលឈ្មោះមួយនាំគ្នាបុកអវ៉ាន់លក់ទៅវិញទៅមកអញ្ចឹងណាហើយមកឲ្យព្រំដែនរកម្មរកូនអញ្ចឹងធ្វើឲ្យឈ្មោះមួយគឺខាតទំហំធំណាស់បងប្អូនកើនឡើងរហូតដល់1500កុងណឺមកដល់ថ្ងៃនេះគឺចេញអត់ទាន់រួចទេប៉ុន្តែឥឡូវនេះច្បាប់នេះត្រូវបានលុបចោលជាបណ្ដោះអាសន្នអញ្ចឹងហើយឡានដែលជាប់គាំងគឺត្រូវបោះសម្អាតមុនសែនដកជើងធូបហ្នឹងហើយគឺត្រូវតែចេញឲ្យផុតអស់បើមិនជាចេញមិនផុតទេមានន័យថាអវ៉ាន់ដែលឆាប់ខូចគឺដឹងតែចាក់ចោល 100% ហើយអវ៉ាន់ណាដែលទុកបានយូរមានតែបកក្រួយដឹកចូលទីតាំងកន្លែងដើមវិញអញ្ចឹងណាពីរឿងការកកស្ទះឡាននៅច្រកព្រំដែនចិនរវាងវៀតណាមគឺស្ទើរតែរៀងរាល់ឆ្នាំឲ្យចិត្តចូលឆ្នាំចិនគាត់ថាតិចច្រើនអញ្ចឹងណាបងនៅប្រទេសខ្មែរយើងទៅតែជាប់គាំងលើកទី1ទេឡានដំឡូងហ្នឹងដោយសារតែចេញច្បាប់លេខ46ហ្នឹងឲ្យឈប់ឆែកត្រួតពិនិត្យយូរកកស្ទះឡានឥឡូវច្បាប់លេខ46ហ្នឹងគឺត្រូវបានលុបចោលហើយលុបចោលហ្នឹងគឺបដោះអាសន្នទេរហូតដល់ថ្ងៃទី15 ខែ 4 2026អញ្ចឹងសូមបងប្អូនដែលគាត់រស់ស៊ីឆ្លងកាត់ព្រំដែនកម្ពុជាវៀតណាមសូមបងប្អូនដឹងពីព័ត៌មានហ្នឹងទៅហើយបើសិនជាអាចបងប្អូនកុំសម្រុកបុកដលងអីដឹកចូលពេកបើសិនជាអាចគឺផ្អាកទៅដោយសារតែចិត្តចូលឆ្នាំចិនហើយព្រំដែនចិនតាមមុនថ្ងៃសែនដកជើងធូបហ្នឹងគឺគេឈប់អស់ហើយអញ្ចឹងកាលណាតែយើងសម្រុកបេះច្រើនពេកទៅក្បាលខាងចិនគេអត់ទិញហើយបងប្អូនដឹកលក់ឲ្យវៀតណាមក៏អត់ទិញដែរអត់ទិញតដៃគ្នាអញ្ចឹងណាផលភ្លាមដោយសារប្រទេសចិនប្រទេសវៀតណាមចេញច្បាប់លេខ46ភ្លាមហ្នឹងប៉ះពាល់ដល់ឈ្មោះអ្នករស់ស៊ីកកស្ទះរថយន្តហ្នឹងគឺដោយសារតែថ្មីហ្នឹងគឺមានជំងឺថ្មីផ្ទុះនៅប្រទេសឥណ្ឌាហើយរាល់ដងសួរថាគេឆែកអត់គេឆែកប៉ុន្តែឆែកដល់ណាដែលយើងដឹកអីចូលមួយឡានហ្នឹងឆែកមួយសន្ទុះចឹងឲ្យចេញមកហើយដល់នេះលេងកាក់ឡានគ្នាទុកឆែករហូតដល់មួយអាទិត្យទៅ15ថ្ងៃអញ្ចឹងមកបន្លែផ្លែឈើស្រស់មិនអាលេះអាលួយខូចខ្ទេចខ្ទីអស់អញ្ចឹងបានជាហេតុធ្វើឲ្យឈ្មោះនៅប្រទេសវៀតណាមគឺខឹងសម្បាខ្លាំងណាស់រឿងការចេញច្បាប់នេះយូរហើយមានការវិន័យមកមិនចេញអីចំអាពេលបុណ្យទានរវល់បុកអវ៉ាន់លក់ដូររស់ស៊ីនេះចេញភ្លាមធ្វើភ្លាមហើយយើងអ្នករស់ស៊ីបងប្អូននេះមិនថាគេមិនថាយើងអ្នកណាត្រៀមខ្លួនតន់មួយខាងខ្មែរយើងទៅតែលើកទី1ឯងជាប់គាំងឡានដលងហ្នឹងតែបើនៅវៀតណាមស្ទើររាល់ឆ្នាំហើយរាល់ដងកូវីដហ្នឹងចិត្តចូលឆ្នាំចិនដល់ពេលលើកនេះសុកមកចេញជំងឺប្រទេសឥណ្ឌាផងគ្រប់ទឹក